បាទសួស្តីបងប្អូនទាំងអស់គ្នាវិលមកជួបគ្នាម្ដងទៀតហើយនៅក្នុង Channel YouTube របស់ខ្ញុំ Interaction de SMC and ICT នៅក្នុងថ្ងៃនេះដែរខ្ញុំមានtopic មួយមេរៀនមួយយកមកចែកចំណែកបងប្អូនតាក់ទងជាមួយនឹងការ trade បែប SMC បងប្អូនមួយចំនួនគាត់មានការឆ្ងល់ថា SMC និង ICT ហ្នឹងវាខុសគ្នាយ៉ាងបែបម៉េចតែពិតបើសិនជាយើងគិតឲ្យស៊ីជម្រៅទៅរឿង ICT និង SMC នេះវាជារឿងតែមួយទេគឺជារឿងតែមួយការ trade គឺវាតែមួយដូចគ្នាទេប៉ុន្តែបើសិនតែនៅខាងប៉ែកអឺរ៉ុបគេមានការវិភាគមួយទៀតគេហៅឈ្មោះថា Y cost ប្រហែលជាបងប្អូនយើងអ្នក trade នៅក្នុងស្រុកយើងមិនដែលឮឈ្មោះហ្នឹងទេក៏ប៉ុន្តែ Y cost ហ្នឹងការវិភាគរបស់វាគឺស្តៀងនឹង SMC ដែរបាទស្តៀង SMC ហើយ SMC នេះគឺ trade របៀបbank គឺថា smart money concept អញ្ចឹងយើង trade ឲ្យដូច institution ធំគឺថា big player បាទអញ្ចឹងតើគេ trade បែបម៉េចគឺដើម្បីយើងទទួលបានផលចំណេញបាទអញ្ចឹងថ្ងៃនេះយើងសិក្សាលម្អិតទៅលើ liquidity អញ្ចឹងសូមបងប្អូនតាមដានហើយមើលមេរៀនលម្អិតម្ដងមួយដើម្បីយើងទទួលបានចំណេះពិតប្រាកដទៅលើ liquidity ដើម្បីយើងចូលទីផ្សារទទួលបានផលចំណេញទាំងអស់គ្នាអញ្ចឹងសូមបងប្អូនតាមដានពីដើមរហូតដល់ចប់ដោយការយកចិត្តទុកដាក់បាទពីព្រោះនៅក្នុងមេរៀននេះខ្ញុំបានលម្អិតទាំងអស់តាក់ទងជាមួយនឹង liquidity បាទអូខេអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរយើងចាប់ដើមចូលទៅក្នុងមេរៀនរបស់យើងតើវាមានអីខ្លះនៅក្នុងមេរៀននេះហើយនៅក្នុង liquidity បាទអញ្ចឹងនៅក្នុងមេរៀននេះយើងនឹងសិក្សាទៅលើ smart money bank manipulation តើ bank វាធ្វើ manipulate របស់យើងមកលើយើងយ៉ាងដូចម្ដេចហើយ static liquidity តើអ្វីទៅជា static liquidity dynamic liquidity អ្វីទៅជា dynamic liquidity practical liquidity pattern scenario ហើយតើយើង trade ល្មិចកុំឲ្យវាជាប់ smart money trade បាទកុំឲ្យ bank ធ្វើ manipulate យើងអូខេតោះបាទអញ្ចឹងកុំឲ្យខាត់ពេលយូរយើងចូលទៅសិក្សាមេរៀនរបស់យើងទាំងអស់គ្នាអូខេអញ្ចឹងដំបូងយើងត្រូវយល់ថាអ្វីទៅជា smart money concept អញ្ចឹងយើងមាន bank មួយ central bank ឬមួយក៏ large financial institution បានន័យថាអ្នក big player ធនាគារធំៗអញ្ចឹងមានន័យថាម៉េចមានន័យថាឧបមាថាធនាគារធំត្រូវការ purchasing currency ត្រូវការទិញ pair ណាមួយ crashing ណាមួយអញ្ចឹងធនាគារត្រូវធ្វើយ៉ាងម៉េចធនាគារវាត្រូវការអ្នកលក់បាទប៉ុន្តែនៅក្នុងទីផ្សាររបស់យើងជាក់ស្ដែងវាអត់មានអ្នកលក់ទេវាអត់មានអ្នកលក់ឲ្យ bank ទេបាទអញ្ចឹងនៅក្នុងការ trade គឺបែបម៉េចគឺបានន័យថាមានតែ sell order ឃើញទេទៅជា sell order ប៉ុន្តែមាន sell order បើសិនតែលក់សួរថាធនាគារអាចយកមកបានទេអញ្ចឹងគឺអត់អាចមានបានទេអញ្ចឹងគឺអត់អាចធ្វើ process ហ្នឹងបានទេគឺ no transaction គឺអត់អាចទូទាត់លុយគ្នាបានតាមរយៈហ្នឹងទេទៅតាមរយៈនៅក្នុងការ trade របស់យើងទេអញ្ចឹងអ្វីដែលធនាគារត្រូវធ្វើគឺ drip stop loss គឺ trigger stop loss បានន័យថាមក trigger stop loss sell order ទាំងអស់ sell order គឺធនាគារត្រូវ trigger ទាំងអស់អញ្ចឹងហើយកន្លែងហ្នឹងហើយដែលធនាគារវាធ្វើស៊ីយើងនេះគឺវាជា execution trade ទាំងអស់នៅពេលដែលយើង sell ធនាគារវាចាប់បានមក trigger មក trigger ហើយ trigger យកតែម្ដងព្រោះធនាគារ purchasing បាទគឺវាទិញត្រូវការទិញអញ្ចឹងយើង sell order ធនាគារវា trigger sell order របស់យើងបាទអញ្ចឹងកន្លែងហ្នឹងហើយដែលវាធ្វើ manipulation ដែលគេហៅឈ្មោះថាជា liquidity អញ្ចឹងនៅក្នុងនេះ liquidity របស់យើងគឺមាន2ទី1គឺ static liquidity ហើយនិង dynamic liquidity ចាអ្វីទៅជា static liquidity អ្វីទៅជា dynamic liquidity នេះជារឿងដែលយើងត្រូវសិក្សាអូខេអញ្ចឹង dynamic liquidity ពាក្យថា dynamic liquidity គឺគេកំណត់សម្គាល់ថាវាជាទិសដៅនៃលំហូរផ្សារបាទដែលវានាំឲ្យផ្សារហ្នឹងមានការ move ខ្លាំងលើសមុនទៅលើឬទៅក្រោមទៅតាមទិសដៅនៃ liquidity គេហៅថា dynamic market បាទយើងនឹងសិក្សា dynamic market ទៀតអញ្ចឹង dynamic liquidity គឺវាមានពីរហ្នឹងវាមាន internal liquidity ហើយនិង internal liquidity internal គឺពពួក fair value gap ពពួកfair value gap គេឲ្យឈ្មោះថា internal ហើយ external គឺ swing high swing low ណា swing high swing low
อันนี้ swing high នេះគេឲ្យ internal liquidity swing low នេះគឺ internal liquidity IVG នេះគឺឲ្យថា internal liquidity អញ្ចឹង D limit liquidity មាន2មាន internal ហើយនិង external អញ្ចឹង external គឺមាន swing high swing low external មាន IVG បាទ fair value gap អូខេអញ្ចឹង internal liquidity គឺមាន fair value gap external liquidity មាន high low នេះគឺ high ហើយ high low ហើយ internal គឺ IVG អញ្ចឹង D limit liquidity គឺមាន2មាន internal ហើយនិង external បាទអញ្ចឹងគិតថាបងប្អូនអាចចាប់បានហើយបងប្អូនបើសិនណាអត់ទាន់មានយល់អំពី IVG បងប្អូនទៅសិក្សាទៅលើ IVG ទៀតប្រហែលជាមេរៀនក្រោយខ្ញុំនឹងធ្វើ IVG ឲ្យតែបើសិនបងប្អូនដែលគាត់មានការយល់ដឹងអំពី IVG ហើយអត់ជាបញ្ហាទេបាទអូខេអញ្ចឹងមេរៀននេះរៀង advance បាទ advance បន្តិចតែអត់អីទេបងប្អូនអាចចូលទៅសិក្សារៀនសូត្រទៅមើលសារឡើងវិញពីរដងទៅណាឲ្យចាំដើម្បីទីមួយគឺយើងត្រូវច្បាស់អូខេអញ្ចឹងនេះគេឲ្យឈ្មោះថា internal ណា IVG នេះ internal liquidity អូខេហ្នឹងហើយអញ្ចឹងទីផ្សារគឺដើរយ៉ាងម៉េចទីផ្សារគឺដើរតែពីរផ្លូវទេគឺវាយក liquidity internal ហើយទៅ external បើយកពី external វាចូលមក internal បើន័យថាបើ យក switch liquidity internal ហើយវាទៅ switch liquidity external បើ switch liquidity external ហើយវាត្រូវមកយក liquidity នៅ internal ម្ដងអូខេអញ្ចឹងគឺបែបនេះ market គឺដើរតាមផ្លូវហ្នឹងបើន័យថាអានេះគឺ high low អានេះគឺ high អានេះគឺ IVG អានេះគឺ internal liquidity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  អញ្ចឹង IVG internal liquidity high low នេះគឺ external liquidity អញ្ចឹងពេលដែលវាផ្សារបង្កើតជា impulse មួយអញ្ចឹងនៅជើងផ្សារហ្នឹងគឺមាន IVG មួយគឺមាន IVG អញ្ចឹង IVG ហ្នឹងក៏ឈ្មោះថា internal liquidity បាទ internal liquidity នេះគឺ internal liquidity អញ្ចឹង high នេះគឺជា external liquidity high external liquidity អញ្ចឹងទីផ្សារកាលណាវាទៅយក high ហើយវាមកបកយក liquidity នៅ internal ហើយបានទៅ sweep liquidity high នេះ sweep liquidity នៅខាង high នេះហើយបានវាមកយក internal liquidity ហើយបានឡើងទៅទៀតអញ្ចឹងផ្សារគឺវាដើរបែបហ្នឹងគឺបានន័យថាបើវាយក high ហើយយក swing high ឬមួយក៏ swing low ណាមួយវាបកមកយក liquidity នៅក្នុង internal ហ្នឹងហើយបន្ទាប់មកវាធ្វើការ move ទៅតាម direction របស់ផ្សារហ្នឹងឯងបាទអញ្ចឹងហើយនេះគឺហៅឈ្មោះថា market direction អញ្ចឹងកាលណាយើងយល់អំពី market direction គឺបានន័យថាយើងយល់អំពី liquidity ច្បាស់យើងនឹងដឹងអំពី market direction ហើយយើងនឹងយល់អំពីទិសដៅនៃផ្សារថាផ្សារទៅណាអញ្ចឹង liquidity នេះគឺជាបើយើងនិយាយទៅវាជាកម្លាំងដែលធ្វើឲ្យផ្សារអាចទៅមុខទៅក្រោយទៅតាម liquidity ហ្នឹងឯងអញ្ចឹងផ្សារគឺកាលណាដែលផ្សារបានន័យថាដើរគឺវា switch liquidity ទីផ្សារ move បានវាទាល់តែមាន liquidity បាទគឺមាន liquidity ហ្នឹងហើយដែលធនាគារដែលវាធ្វើ manipulate ដើម្បីធ្វើឲ្យផ្សារមានដំណើរទៅលើទៅក្រោមអីចឹងទៅតាម liquidity ហ្នឹងឯងហើយ liquidity គឺមានពីរហ្នឹង external និង internal ណាត្រូវចាំអូខេអញ្ចឹងពេលដែលវាឃើញពេលដែលវា move មកយក high នេះហើយ liquidity high វាបកមកយក liquidity នៅ internal តែម្ដងហើយវានឹងទៅ sweep liquidity នៅខាងលើនេះឬមួយក៏អាចមក sweep liquidity នៅខាងក្រោមនេះអញ្ចឹងទៅបាទអូខេអញ្ចឹងយើងសិក្សាអំពី static liquidity អ្វីទៅជា static liquidity static liquidity គឺគេកំណត់ថាវាជាតំបន់ money តំបន់លុយដែលនៅ resting វាដូចជា stop loss buy sell order អីទាំងអស់ហ្នឹងគឺឲ្យឈ្មោះថា static liquidity កន្លែងដែលយើង order កន្លែងដាក់ដូចជាកន្លែង sell order ណាគឺមួយក៏ buy order stop loss អីហ្នឹងអស់ហ្នឹងគឺគេឲ្យឈ្មោះថា static liquidity អញ្ចឹងយើងដឹងហើយថាយើងប្រើប្រាស់ liquidity ដើម្បី sweep ជា confirm factor មួយដើម្បីកំណត់ថាផ្សារហ្នឹងវា move ទៅខាងណាខាងលើខាងក្រោមដើម្បីទៅទិសដៅនៃផ្សារបើមិនតែផ្សារអត់មាន liquidity ទេផ្សារហ្នឹងអត់ដើរទេអញ្ចឹងផ្សារដើរទៅតាម liquidity វាមាន high ហើយនឹង low ឬមួយក៏ internal បើយើងនិយាយស្ដាប់វាត្រូវ sweep liquidity ផ្សារដើរត្រូវ sweep liquidity high liquidity low internal liquidity បាទអញ្ចឹងគឺផ្សារដើរទៅតាមទិសដៅហ្នឹងតែបើអត់មាន liquidity ទេផ្សារអត់ដើរទេ
បើផ្សារបើន័យថាផ្សារគឺត្រូវតែដើរយ៉ាងម៉េចដើរគឺដើររក liquidity គឺមាន2វាមាន internal និង internal ផ្សារដើរបែបហ្នឹងឯងអញ្ចឹងគឺទិសដៅនៃផ្សារបាទអូខេអញ្ចឹង static liquidity ទី1គឺមាន equal low ហើយនិង equal high នេះគឺ equal low ណា equal low equal high ឃើញទេ equal low equal high ទី1ទី2គឺ swing low ណា swing low swing high ឃើញទី3 dynamic trend line នេះគឺ trend line liquidity គឺសិតតែ liquidity channel គឺជា liquidity trend line ឬមួយក៏ channel ហ្នឹងគឺជា liquidity ដែលផ្សារត្រូវការ stick ត្រូវការមក swap ហើយដើម្បីវាដើរហ្នឹងហើយគឺផ្សារគឺដើរបែបហ្នឹងគឺជា liquidity ទី4គឺ inside order block ណាគឺនៅក្នុង order block គឺវាមាន liquidity ក្នុងហ្នឹងអញ្ចឹងវាមាន liquidity ក្នុងហ្នឹងហើយផ្សារមក switch យក order block ហើយបានវាហក់ឡើងទៅលើឃើញទេផ្សារវាដើរបែបហ្នឹងហើយ order block នេះយើងនឹងលើលំអិតទៅមុខទៀតអញ្ចឹងបើបងប្អូនណាអត់មានយល់អំពីរឿង order block អាចទៅមើលមេរៀនខ្ញុំដែលខ្ញុំដាក់ផុសមុនហ្នឹងគឺនិយាយពី order block អញ្ចឹងទី5គឺនឹង support ហើយនឹង resistance អញ្ចឹង support ហើយនឹង resistance គឺមាន order block ឃើញទេឃើញពេលដែលវាចូលមកក្នុង resistance គឺវាចាក់ swing liquidity ហើយបានផ្សារត្រឡប់មកក្រោមវិញនេះហើយដែលវា sick ធនាគារបើថា bank វាធ្វើ manipulate order block របស់យើងបាទ resistance របស់យើងបាទសំទោសបាទទី6 Fibonacci retracement អញ្ចឹងនៅក្នុងការប្រើ Fibonacci ឃើញទេនៅកន្លែងនេះគឺមាន liquidity ពេលចូលមកក្នុង order block នេះបើយើងមើលនៅក្នុង Fibonacci គឺវា swing liquidity ហើយវាបកឡើងទៅលើអញ្ចឹងតំណឹងហើយដែលគេឲ្យឈ្មោះថាជាប្រភេទ static liquidity បាទអញ្ចឹងទី7គឺ daily candle wick បាទ daily candle wick អញ្ចឹងជើង candle daily ហ្នឹងក៏វាជា liquidity ដែរបើយើងមើលទៅលើ time frame វាឃើញ candle មែនប៉ុន្តែបើសិន daily វាជា wick វាជា wick របស់ candle អញ្ចឹង liquidity ទាំងអស់ static liquidity គឺមាន7ហើយ internal liquidity គឺមាន2ហើយនឹងdynamic liquidity គឺមាន2 internal និង external អញ្ចឹងត្រូវចាំអូខេអញ្ចឹងយើងមកសិក្សាអំពី practical pattern របស់ liquidity ហើយនឹង scenario របស់វាតើវាដើរយ៉ាងម៉េចតើវាល្មិចខ្លះអូខេអញ្ចឹងទី1 liquidity pattern គេឲ្យមក equal low ដែលយើងរៀនមិញគឺក្នុងទី1ហ្នឹងគឺ equal low and equal high អញ្ចឹង equal low គឺបានន័យថាពេលដែលផ្សារឡើងទៅខាងលើអញ្ចឹងហើយឃើញទេឡើងទៅខាងលើវាចុះមកវិញហើយវាស្មើគ្នាហ្នឹងគេហៅថា equal low ហើយពេលដែលឡើងទៅខាងលើហើយវាចុះមកក្រោមហើយឡើងទៅស្មើគ្នាហ្នឹងគេហៅ equal high អញ្ចឹងអាហ្នឹងគឺជា liquidity resting មួយបាទនេះឃើញទេគឺ equal low នេះគឺ equal high ណាគឺបាទបែបហ្នឹងនឹងគេឲ្យឈ្មោះថាជា liquidity មួយដែរបាទជា liquidity អញ្ចឹង liquidity double top double bottom triple top triple bottom អញ្ចឹងវាអាចមានជា practical liquidity pattern ហ្នឹងវាមាន triple អានេះគេហៅថា double top ណា double top ហើយយើងមានtriple top មួយទៀតហើយនឹង triple bottom ណា double top double bottom double top triple bottom triple top ណាគឺវាមានហ្នឹងគឺចិត្តតែជា liquidity នេះគឺជា equal low ណា equal low ផ្សារឡើងមកចុះមក pull back ឡើងទៅ break structure វាបង្កើតបានជា FVG នៅកន្លែងនេះមួយហើយកន្លែងនេះគឺ demand zone ឬមួយយើងឲ្យឈ្មោះថា order block អញ្ចឹងequal low នេះវាដើរតួជា liquidity អញ្ចឹងឃើញវា break structure បាទវា break structure ហើយបន្ទាប់មកកន្លែងនេះដូចយើងនិយាយអញ្ចឹង equal low ជា liquidity នេះគឺជា liquidity pool ណា liquidity pool resting នៅកន្លែងហ្នឹងហើយវាជាតំបន់ដែលយើងគិតថាយើងគួរតែទិញឡើងទៅលើណាអ្នកខ្លះគឺចូលទិញឡើងទៅហ្នឹងគឺជា retail buying pressure ធ្វើឲ្យអ្នក trade ធម្មតាអ្នក trade យើង retail ទូចៗហ្នឹងគឺចូលទិញចូល buy បើសិនយើងគូជា trend line យើងនឹងឃើញមើលថានេះវា break trend line អ្នកខ្លះអាចចូលមកតំបន់ហ្នឹងថាវា retest ហើយ sell ណាវាចូលមក sell ឃើញវា retest ថាចូលមក sell ហើយយើងគិតថាកន្លែងហ្នឹងវា break out ហើយឃើញហើយថាវា retest មកយើងចូល sell បើអ្នក trade ណាពេល retest មកចូល sell ប៉ុន្តែ
តាមពិតនៅខាងលើនេះគឺជា liquidity pool អាក្រោមនេះ follow ក៏ liquidity pool ឃើញផ្សារវាឡើងទៅលើ sweep liquidity នេះ sweep liquidity ខាងនេះបាទ sweep liquidity ហើយអ្វីដែលវានៅសល់ liquidity គឺនៅខាងក្រោមគឺនៅ demand zone នៅ demand zone នៅខាងក្រោមអញ្ចឹងផ្សារវាធ្វើ manipulate ចុះមក sweep liquidity ទាំង high ទាំង low ទាំងពីរហ្នឹងមកបានបន្ទាប់មកផ្សារបកក្បាលឡើងទៅលើអញ្ចឹងទីផ្សារគឺវាដើរទៅលើdynamic liquidity ហើយនឹង static liquidity វា switch liquidity high liquidity low អស់ហើយវាមកចូលនៅក្នុងនេះឃើញទេវាចូលនៅក្នុង IVG នេះបានវាបកក្បាលឡើងទៅតាម direction ដែល break structure នេះឃើញទេអញ្ចឹងកន្លែងហ្នឹងដែលយើងចូលទិញចូល sell វាត្រូវការ trap របស់ manipulate របស់ bank អញ្ចឹងធ្វើឲ្យយើង loss ហើយអញ្ចឹងអ្វីដែលយើងចូលទិញកន្លែងបើយើងចូលចាប់ដើម buy order នៅកន្លែងនេះបានជាតំបន់សុវត្ថិភាពរបស់យើងនេះអញ្ចឹងយើងត្រូវយល់ពីកន្លែងហ្នឹងអញ្ចឹងហើយកន្លែងដែលយើង trade តាមបែប smart money concept ហ្នឹងវាល្អដោយសារតែយើងមានការ loss ទូចយើងអាច sniper ពីកន្លែងហ្នឹងទៅយក target ធំបានអញ្ចឹងយើងមាន graph ឧទាហរណ៍គឺយើងមាន break structure វាឡើងមក break structure តែបងប្អូនអត់ទាន់យល់ពីរឿង break structure ឬមួយក៏តាក់ទងនឹង order block បងប្អូនអាចចូលទៅឆែកមើលនៅក្នុងវីដេអូខ្ញុំមុនអញ្ចឹងកន្លែងនេះគឺឃើញសញ្ញាវាមកនេះគឺយើងអត់ថា equal low វាជា liquidity អញ្ចឹងកន្លែងនេះគឺជា order block មួយណា order block អានេះគឺជា order block ដែរ order block មួយដែរអញ្ចឹងសំណួរថាតើអ្វីទៅជាកន្លែងដែលប្រាយនឹងត្រូវតែមកគ្រប់តាមគ្រប់តម្លៃថាវាត្រូវបកក្បាលទៅឡើងទៅលើឬមួយក៏ទៅក្រោមហ្នឹងមកកន្លែងណាដែលវាត្រូវឡើងទៅលើបាទពុផ្សារគឺ up trend បាទអញ្ចឹងកន្លែងណាអញ្ចឹងយើងមើលនេះកន្លែងនេះគឺមាន order block មួយឃើញទេ order block មួយអញ្ចឹងយើងអ្នកខ្លះពេលខ្លះយើង trade ថាអូនេះជា order block ហើយព្រោះ break structure លើអញ្ចឹងវាត្រូវបកកន្លែងនេះចូល buy ឡើងទៅលើតែពេល buy គឺវាស៊ីវាចុះមកក្រោម hit SL យើងទាំងអស់អញ្ចឹងកន្លែងនេះចាត់ទុកវាជា inducement អញ្ចឹងកន្លែង order block នេះគឺជា point of POI បានន័យថាកន្លែងដែលយើងត្រូវទិញអញ្ចឹងមេរៀនមុនខ្ញុំនិយាយពីរឿង POI ណាអញ្ចឹងមេរៀនទី6បាទអញ្ចឹងវាបកឡើងទៅលើអញ្ចឹងគឺបែបហ្នឹងឯងនេះឯងដែលគេឲ្យឈ្មោះថាជា liquidity បាទ liquidity pool ឬមួយក៏ liquidity អានេះជា inducement វាមាន order block ទេអាក្រោមនេះដែលវាត្រូវតែឡើងដែលយើងត្រូវទិញពីពួកអីវា sweep liquidity នេះកាលណាវា sweep liquidity ផ្សារគឺឡើងទៅលើបាទអូខេអញ្ចឹង triple bottom អានេះ triple bottom អញ្ចឹង triple bottom ជួនកាលវាអាចជា equal double top double bottom ឬមួយក៏ double top triple bottom ឬមួយ triple top អញ្ចឹងវាស្តៀងគ្នាជួនកាលវាឡើងមក3ជាន់អញ្ចឹងទៅវាជា liquidity 3ពេលបកឡើងទៅលើវា switch មកក្រោមបានឡើងទៅលើវិញណាអញ្ចឹងកន្លែងនេះគឺ triple top ហើយបើអ្នកយើងគិតថាយើងទិញនៅកន្លែងនេះយើងចាប់ដើមបាយនៅកន្លែងនេះអញ្ចឹងវាគ្រោះថ្នាក់ពីព្រោះអាចមក switch key នៅក្រោមនេះឃើញទេវាមក switch key នៅក្រោមនេះហើយបានឡើងទៅលើអញ្ចឹងអ្វីដែលយើងត្រូវដាក់lim buy គឺយើងរក buy នៅតំបន់នេះយើងចាប់ដើមដាក់ order នៅតំបន់នេះហើយផ្សារគឺវាឡើងទៅលើនេះឯងដែលគេឲ្យឈ្មោះថាជា liquidity ភេទនៃ liquidity អញ្ចឹង equal high វាមាន double top triple top បាទគឺស្តៀងគ្នាគឺបែបនេះអានេះគឺ double top អានេះ triple top អញ្ចឹងគឺវាមាន3ជើងអានេះមាន2ជើងអញ្ចឹងអ្វីដែលយើងរងចាំទិញរងចាំ sell គឺនៅកន្លែងនេះអញ្ចឹងផ្សារវាចុះមកក្រោមវាបង្កើតបានទៅជា equal high តបមកបានវាបកទៅចូលក្នុងតំបន់ unmitigated supply ឬមួយក៏ឲ្យយើងឈ្មោះថា order block ហ្នឹងបានផ្សារវាចុះមកក្រោមវិញផ្សារវាចុះអញ្ចឹងគឺយើងរងចាំទិញវានៅកន្លែងហ្នឹងយើងរងចាំ sell order នៅកន្លែងហ្នឹងបាទចំពោះ bearish បាទអូខេមួយទៀតគឺ liquidity ដែរ trend line គឺផ្សារគឺវាបង្កើតជា trend line អញ្ចឹងពេលដែលវា break structure វាបង្កើតជា trend line ហើយវាចោល FVG នៅខាងក្រោមនេះគឺមាន FVG មួយ
ដែលយើងឲ្យ IVG ឬ inefficiency អីហ្នឹងគឺមាន dimension ហ្នឹងហើយវាបង្កើតហើយយើងចាប់ដើមធ្លាក់មកចូលក្នុង channel នេះចាប់ដើមដាក់ buy order ឃើញឡើងរហូតអ្នក buy order ឃើញវាប្រែកអញ្ចឹងយើងចេះតែ buy order ឡើងតែផ្សារនេះមកវានឹងធ្វើ manipulate ទាំងអស់ទាំង buy order ហ្នឹងទាំងអស់ព្រោះអីវាមាន liquidity pool នៅក្រោមអញ្ចឹងខ្ញុំផ្សារគឺវាចុះមកដល់កន្លែងនេះបន្ទាប់មកគឺវាឡើងអញ្ចឹងអ្វីដែលយើងត្រូវការ buy នៅកន្លែងនេះណាគឺប្រយ័ត្នកន្លែងហ្នឹងឃើញ break structure ទុយវាធ្វើស៊ីយើងកាលណាយើងអត់ចេះមើលផ្សារយើងចូលក្នុង trap របស់ manipulation របស់ bank យើងខាតហ្មងអញ្ចឹងណាបាទទាំងកន្លែងនេះដូចគ្នា break structure ហើយវាបង្កើតបាន channel trend line ហើយបន្ទាប់មកគឺ retail trader នឹង stop loss កន្លែងនេះព្រោះសិតតែ liquidity pool ច្រើនណាស់ឃើញទេអញ្ចឹងផ្សារវាបកឡើង sweep off បន្ទាប់មកវាចូលមកដល់ limit ហ្នឹងហើយវានឹងធ្លាក់ទៅវិញអញ្ចឹងមេរៀនសម្រាប់ថ្ងៃនេះគឺបានបញ្ចប់ហើយតាក់ទងជាមួយ liquidity ហើយអរគុណដែរហើយជួយ subscribe channel របស់ខ្ញុំដើម្បីទទួលបានរាល់មេរៀនថ្មីៗហើយមួយទៀតខ្ញុំមាន channel Telegram ដែលជាទូទៅខ្ញុំពិភាក្សាហើយនឹងបោះសញ្ញារៀងរាល់ថ្ងៃហើយក៏មានDiscord ដែលខ្ញុំដាក់ link នៅខាងក្រោម channel YouTube របស់ខ្ញុំហើយដូចនៅខាងក្រោមនេះបងប្អូនអាច join បានដោយ free ហើយមួយទៀតដែរខ្ញុំមាន recommend តាក់ទងជាមួយនឹង broker ដែលមាន script ហើយនឹងតាក់ទងនឹង Kindle តាក់ទងជាមួយនឹងម៉ោងព័ត៌មាននេះល្អហើយរាល់ការចុះឈ្មោះបងប្អូនអាចចុះឈ្មោះនៅ link ខាងក្រោមខ្ញុំជាប់ជាមួយនឹង channel វីដេអូ YouTube របស់ខ្ញុំហើយបើសិនបងប្អូនមានបញ្ហាបងប្អូនអាច join channel Telegram ឬមួយ Discord ខ្ញុំអាចសួរខ្ញុំ free ហើយចង់បានវីដេអូតាក់ទងជាមួយវីដេអូអ្វីទៀតអាច comment នៅលើ YouTube របស់ខ្ញុំហើយក៏ដូចជា Telegram គឺខ្ញុំនឹងមានពេលខ្ញុំធ្វើឲ្យហើយរាល់ការបញ្យល់របស់ខ្ញុំបើសិនបើបងប្អូនស្ដាប់មិនទាន់កន្លែងណាបងប្អូនអាចសួរខ្ញុំនៅក្នុងក្រុម channel Telegram Discord ឬបានហើយខ្ញុំនឹងឆ្លើយពីព្រោះខ្ញុំអត់មានបទពិសោធន៍តាក់ទងនឹងការបរៀននេះគ្រាន់តែជាការចែករំលែកបងប្អូនបើសិនបើគិតថាវាជួយបងប្អូនបានបងប្អូនអាចជួយ subscribe channel របស់ខ្ញុំផងបាទសំណាងល្អ trader ទាំងអស់គ្នាហើយជួបគ្នានឹងវីដេអូក្រោយជម្រាបលា